តែធ្វើការសហការជាមួយនឹងលោកមុំមិថុនាប្រិមត្តទូទាំងសិជនដើម្បីជាកម្លាំងចិត្តសំបដោស្នូតែដៃអបអរសាទរបានខ្លាំងៗដល់គ្នាបាទខ្ញុំមានអារម្មណ៍ថាខ្ញុំពេញចិត្តខ្លាំងចំពោះជម្រើសបទចម្រៀងនៅក្នុងសប្តាហ៍ទី5នេះបទចម្រៀងមួយបទនេះគឺចង់បញ្ជាក់ពីអារម្មណ៍និងទំហំក្តីស្រឡាញ់របស់ប្តីចំពោះប្រពន្ធដែលប្រពន្ធរបស់គាត់ត្រូវបានគេពង្រត់ចេញពីដើមទ្រូងរបស់គាត់ស្ដាប់ទៅវាពិតជាមានអារម្មណ៍ថាកំសត់និងសោកសង្រេងខ្លាំងណាស់ចំពោះបទនេះចំណែកឯការហាត់សមបទចម្រៀងនេះវិញគឺមានការលំបាកច្រើនសម្រាប់ខ្ញុំដោយសារខ្ញុំមកធ្លាប់ច្រៀងបទបែបទម្រង់យីកេនេះទេដោយសារបទនេះគឺតម្រូវឲ្យខ្ញុំបាទប្រើប្រាស់សំឡេងបែបសោកសៅហើយនឹងត្រូវពុតសំឡេងរបស់ខ្លួនឯងឲ្យមានការកាច់កងច្រើននៅក្នុងបទចម្រៀងមួយបទនេះទី3យ៉ាប់ចូលហ្នឹងអានេះវាយធម្មតាហ្នឹងតែទោះជាយ៉ាងណាក៏ដោយគឺខ្ញុំត្រូវតែប្រឹងប្រែងហើយខ្ញុំបានប្រាប់ខ្លួនឯងហើយថាគឺត្រូវតែជំនះហើយខ្ញុំបានតាំងចិត្តថាគឺត្រូវតែធ្វើឲ្យបានល្អនៅក្នុងរាត្រីនេះ I am a singer Cambodia
ថ្លៃឲ្យទៀវតនេបងខំរួរន់ឲ្យតនអវេលាអើទៀវឲ្យថ្លៃឲ្យទៀវតនេបងខំរួរន់ឲ្យតនអវេលាម្ដាយអូនពុំរនអពុំងារបងខំរៀបការកាត់ក្តីអាឡ័យម្ដាយអូនពុំរនអពុំងារបងខំរៀបការកាត់ក្តីអាឡ័យញាប់ណាយចេញមកចាំងស្រាក្បងដាក់អបាតដៃអើទៀវអូនប្រញាប់ណាយចេញមកចាំងស្រាក្បងដាក់អបាតដៃយើងក្រេបរួមគ្នាអណាថ្លៃស្រេចហើយវើបីទៅផ្ទះជើងវិញយើងក្រេបរួមគ្នាអណាថ្លៃស្រេចហើយវើបីទៅផ្ទះឲ្យយើងវិញអូហូបាទពិតជាអស្ចារ្យមែនទែនបាទសូមប្រស្នូទៅដៃខ្លាំងខ្លាំងជលោកដួងវិរៈសិទ្ធអរគ្នាបាទជំរាបសួរវិរៈសិទ្ធ ចាជំរាបសួរវិរៈសិទ្ធ បាទចេញបុកណាទាវនេះព្រោះណាបាទក្បាលដំបងចេញមកយកផ្លុំខ្លុយសិនបាទផ្លុំខ្លុយនេះសូមសរសើរដល់ការផ្លុំខ្លុយដែលសិតសឹងតែជាស្នាដៃនឹងទេពកោសលដ៏ពិសេសរបស់វិរៈសិទ្ធហើយការត្អូញត្អែនៅក្នុងបទចម្រៀងនេះពិតជានៃនៅក្នុងចម្រៀងណៃនងរំដំចិត្តមែនទែនធ្វើឲ្យទូទស្សនិកជនកំពុងតែរំភើបចិត្តតាមការបកស្រាយរបស់វិរៈសិទ្ធបាទចាថ្ងៃនេះនឹងខ្ញុំទៅមិនដឹងដែរថាវិរៈសិទ្ធគាត់ផ្លុំខ្លុយបានណាចាអរគុណច្រើនអារម្មណ៍នៅពេលនេះយ៉ាងណាដែរថ្ងៃនេះខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានបកស្រាយបទចម្រៀងដែលជាកេរមរតកជាចង្វាក់ប្រពៃណីខ្មែររបស់យើងពិតហើយនេះគឺជាតម្លៃបាទតម្លៃរបស់ខ្មែរយើងដែលកូនខ្មែរទាំងអស់គួរយល់ដឹងទាំងអស់គ្នាផងដែរហើយខ្ញុំបាទក៏ចង់មានពាក្យខ្លះផ្ញើជូនទៅដល់បងប្អូននៅទីនេះក៏ដូចជាអ៊ំពូមីងលោកតាលោកយាយនៅតាមគេហដ្ឋានដែលបានជួយបោះឆ្នោតឲ្យខ្ញុំបាទកន្លងមកគឺថាសារសម្លេងបោះឆ្នោតរបស់ទស្សនិកជនគឺជាកាដូនៃក្តីសង្ឃឹមរបស់ខ្ញុំឲ្យខ្ញុំមានកម្លាំងចិត្តដើរទៅមុខហើយជាពិសេសកូនខ្មែរជាពិសេសបងមិត្តសិល្បករទាំងអស់ក្រោកឈរទាំងអស់គ្នាពួកយើងសិតតែមានសមត្ថភាពម្យ៉ាងម្នាក់ទាំងអស់គ្នារៀងខ្លួនហើយសម្រាប់ខ្ញុំជាប់ឬក៏ធ្លាក់ក៏ខ្ញុំនៅតែគិតថាពួកយើងនៅវិថីមួយដែលដើរនៅលើវិថីសិល្បៈធ្វើយ៉ាងម៉េចឲ្យសិល្បៈរីកចម្រើនកុំឲ្យចាញ់ប្រទេសជិតខាងបាទអរគុណអរគុណច្រើនអរគុណវិរៈសិទ្ធបាទហើយលេខប្រម៉ូទខ្លួនឯងដែរចាផ្ដាំតិចទៅចាខ្ញុំបាទដូរលេខសម្គាល់ហើយគឺឥឡូវសប្តាហ៍នេះគឺលេខ5បាទចាលេខ5មានលើកដៃ2វិញច្រឡំសប្តាហ៍នេះចេះបញ្ញានេះលេខ5មកដៃខាងខ្លុយបាទលេខ5ផ្ញើទៅ2016ហើយខ្ញុំឆ្លៀតឱកាសអរគុណដល់លោកគ្រូរបស់ខ្ញុំមុំមិថុនាមានយប់ខ្លះគាត់អត់បានគេងទេគាត់ឲ្យខ្ញុំផ្លុំខ្លុយឲ្យគាត់ស្ដាប់តាមទូរស័ព្ទដល់ថ្ងៃស្អែកគាត់ដែរបានអត់គៀបសង្កត់ទេថ្ងៃខ្លះម៉ោង3ម៉ោង4គាត់បានគេងទេបើខ្ញុំបានហាត់រៀនពីគាត់ច្រើនណាស់បាទតាមពិតគាត់ពិតប្រឹងប្រែងជួនកាលអញ្ចឹងគាត់គេងអត់លក់ណាចាគាត់ចង់ស្ដាប់ណាដល់អញ្ចឹងទៅម៉ោង3ម៉ោង4បាទតើបានស្ដាប់សម្លេងខ្លុយរបស់សិតសិនបានលោកបំពេបានគាត់សម្រានទៅលក់បានបាទប្រហែលជាអញ្ចឹងសែនសម្លេងខ្លុយទៅវិញទៅមកខុសផងត្រូវផងហ្នឹងទៅបាទចាអរគុណច្រើនជូនពរសំណាងល្អក្នុងសប្តាហ៍នេះចាអរគុណបាទអរគុណបាទ
ចាឥឡូវលោកគ្រូមកមិថុនាមកទទួលកូនសិស្សរបស់គាត់ហើយចាសូមផ្ដល់ជាសម្លេងស្វាគមន៍ទាំងអស់គ្នាបាទចាឥឡូវនេះយើងចង់ស្ដាប់ការយល់ឃើញពីសំណាក់លោកមុំសុគន្ធាចាលោកគ្រូយល់ឃើញយ៉ាងណាដែរជាមួយនឹងសមត្ថភាពរបស់វីរៈសិទ្ធិបាទអស្ចារ្យណាស់មុលចាថ្ងៃនេះមិននឹកស្មានថាវីរៈសិទ្ធិធ្វើបានល្អយ៉ាងនេះទេពីព្រោះយើងមើលឃើញទៅគាត់មិនត្រឹមតែច្រៀងចេះផ្លុំខ្លុយទៀតចាបាទផ្លុំខ្លុយពីរោះហើយច្រៀងក៏ពីរោះទៀតជាពិសេសកលុកកលៈបទនេះគឺបទកំសត់ណាគាត់អាចអ៊ឺនទៅតាមបទដោយសម្លេងក្អួនកៅរបស់គាត់អាចបត់បែនតាមបទហ្នឹងបានចាហើយក៏សូមសរសើរដល់គ្រូភ្លេងរបស់គាត់ដែរដែលគាត់បានកែសម្រួលភ្លេងឲ្យមានភាពងាយស្រួលចាដល់វីរៈសិទ្ធិបាទសរុបមកបារម្ភចំនួនកូនសិស្សលោកគ្រូអត់ទេបាទប្រៀបមួយសិស្សខ្ញុំប្រហែលជាមិនជាប្រហែលទេមិនអីទេណាបានផ្លុំខ្លុយយោងបានផ្លុំខ្លុយយោងអរគុណលោកគ្រូបាទអរគុណលោកគ្រូសម្បត្តិយល់ឃើញយ៉ាងណាដែរខុសពីលោកគ្រូមកសគុណធាឬក៏យ៉ាងណាចាដួងវីរៈសិទ្ធិជាដំបូងខ្ញុំសូមស្ញប់ស្ញែងចំពោះអ្នកចម្រៀងដែលមានសម្លេងក្រអួនបន្ថែមពីលើសមត្ថភាពដែលគាត់មានសមត្ថភាពដែលអាចសម្ដែងនៅឧបករណ៍បុរាណរបស់យើងបានយ៉ាងល្អនៅក្នុងបទចម្រៀងមួយនេះសម្រាប់បទនេះផងដែរបើទោះបីជានឹកកលុកកលៈអឿនអងណៃណងដែលជារបៀបទម្រង់បុរាណបែបនេះក៏គាត់ធ្វើមិនតល់កម្រិតក៏ប៉ុន្តែគាត់នៅតែរក្សាយក style របស់គាត់ភាពក្រអួនរបស់គាត់ដាក់នៅក្នុងបទនេះឲ្យទៅជារសជាតិថ្មីមួយរបស់គាត់បានយ៉ាងល្អផងដែរចាអរគុណច្រើនលោកគ្រូចាឥឡូវចង់ស្ដាប់មតិរបស់លោកគ្រូមកមិថុនាវិញឥឡូវធ្វើបាបកូនសិស្សខ្លាំងមែនបានម៉ោង3ម៉ោង4ហើយនៅទូរស័ព្ទទៅគ្នាឲ្យផ្លុំខ្លុយឲ្យស្ដាប់នេះចាបាទសូមជ័យលោកគ្រូថ្ងៃនេះបែកការហ្មងលោកគ្រូចាដល់ប្រូបទពិសោធន៍ចឹងដឹងថាយើងធ្វើទៅសិស្សយើងអាចធ្វើបានអត់ចឹងហើយដល់ពេលភ័យជំនួសមិនហ្នឹងចិត្តតែភ័យឲ្យមិនល្ងាចហើយអត់ហ៊ានទៅសើសិស្សខ្លួនឯងទេភ័យមែនតើភ័យខ្លាំងហ៎ទៅសើទៅសិស្សគេហ្នឹងសិស្សគេល្អសិស្សគេធ្វើត្រូវចាបាទដល់ឥឡូវនេះឃើញសិស្សខ្លួនឯងធ្វើត្រូវហើយល្អទៀតមិនថែមប៉ុណ្្នឹងគឺចំទៀតអាទិត្យមុនល្អណាស់ចាថ្ងៃនេះត្រូវហើយល្អទៀតត្រូវហើយល្អហើយចុងក្រោយគឺចំទៀតបុរាណចំបុរាណសម័យចំសម័យអូបាទអញ្ចឹងបានន័យថាលោកគ្រូចង់មានន័យថាអ្នកផ្សេងច្រៀងអត់ចំមកលោកគ្រូមែនទេចង់និយាយថាច្រៀងត្រូវបានល្អច្រៀងត្រូវច្រៀងបានល្អអញ្ចឹងណាប៉ុន្តែថានិយាយថាអត់ទាន់ចំក៏ថាបានដែរខ្ញុំតែមិនឃើញលោកគ្រូសាច់ថ្ងៃនេះចាល្អនេះល្អដោយសារតែដាក់តនកម្មដល់សិស្សផ្លុំខ្លុយដល់ម៉ោង3ភ្លឺទេចាលោកគ្រូឥឡូវអាទិត្យក្រោយធ្វើបាបវិរៈសិទ្ធិអញ្ចឹងទៀតទេលោកគ្រូចាំមើលវិញ្ញាសាសិនយើងការវិញ្ញាសាខ្លះតឹងតែងដែរដូចវិញ្ញាសាសប្តាហ៍ហ្នឹងអញ្ចឹងគឺតម្រូវឲ្យយើងសម្រួលជាមួយនឹងបុរាណចូលមកសម័យវិញកាលពីសប្តាហ៍មុនសម័យដាក់បុរាណអញ្ចឹងហើយដល់សប្តាហ៍នេះបុរាណដាក់សម័យដល់យើងការគិតត្រូវមានគិតឲ្យខ្ពស់បន្តិចបានអញ្ចឹងជាមួយសិស្សហ្នឹងជួនកាលហ្នឹងយប់ទូភ្លឺអត់បានគេងទេខ្ញុំតែម៉ោង7ឯហ្នឹងចាប់ដើរដល់ម៉ោង7ព្រឹកបានងើបចាប៉ុន្តែលោកគ្រូអត់អន់ចិត្តជាមួយលក្ខន្តិកៈនៅក្នុងកម្មវិធីហ៎សប្បាយចិត្តណាស់ដែលបានដាក់អញ្ចឹងស្មារតីរាប់មកអន់ចិត្តខ្ញុំមានកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីហ្នឹងដែរចាចូលរួមជាមួយនឹងទម្រង់បែបយីគេនេះបាទចេះលោកគ្រូបើសិនជាបលឹមឡើងអីគួរតែនាំសិស្សហាត់ច្រៀងទៅបាទបើសិនជាចង់ស្ដាប់ហ្នឹងយើងបលឹមឡើងហើយកុំដល់យប់ម៉ោង3បាទវាដល់យប់ម៉ោង3ឡើងអង្គុយផ្លុំខ្លុយរហូតហ្នឹងមិនដល់កមកខ្ញុំវិញផ្លុំអត់ចេញអរគុណលោកគ្រូចាជូនពរសំណាងល្អទាំងពីរនេះចាអរគុណច្រើនផ្លេចបូរខ្ញុំលេខ5ផងលេខ5ចាអាទិត្យនេះល្អហើយត្រូវទៀតចាអាទិត្យមុនល្អណាស់ចាអរគុណច្រើនលោកគ្រូចាអរគុណលោកអ្នកក៏បានឃើញហើយក្នុងការបង្ហាញជូននៅសមត្ថភាពរបស់វត្តមានតារាចម្រៀងអាជីពឥឡូវនេះយើងមាន